នឹងអ្នកស្រាវជ្រាវជាន់ខ្ពស់អាមេរិករំលេចភាពចាក់ស្រេះនៃបញ្ហានៅកម្ពុជាអ្នកណាជាអ្នកស្រាវជ្រាវរបស់អាមេរិកនេះខ្ញុំបានសន្យាថានឹងជម្រាបជូនអ្នកស្រាវជ្រាវជាន់ខ្ពស់អាមេរិកនេះគឺឈ្មោះលោក Jacob Sims លោក Jacob Sims គឺជាអ្នកស្រាវជ្រាវជាបញ្ញវន្តអាមេរិកមួយរូបដែលធ្វើកិច្ចការងារច្រើនតាក់ទងនឹងបញ្ហានៅតំបន់អាស៊ីអាគ្នេយ៍របស់យើងហើយលោកគឺជាអឺមន្ត្រីដែលបានទៅបង្រៀនមួយរយៈពេលខ្លីអីនៅសាលាសាកលវិទ្យាល័យល្បីរបស់អាមេរិក Harvard អីផងហើយអ្វីដែលគាត់សរសេរនៅក្នុងអត្ថបទមួយនៅក្នុងសារព័ត៌មានល្បីរបស់អាមេរិកគឺ The Diplomat គាត់ក៏បាននិយាយអំពីការដែលទៅធ្វើសក្ខីកម្មនៅក្នុងក្របខ័ណ្ឌសវនាការនៅក្នុងក្របខ័ណ្ឌសភាអាមេរិកមួយនិយាយអំពីការឆបបោកអនឡាញឬក៏ការឆបបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតកក្រើកនៅកម្ពុជាដែលគាត់ថាមានភាពពាក់ព័ន្ធគ្នាយ៉ាងចាក់ស្រេះជាមួយនឹងក្រុមគ្រួសារតកូលហ៊ុននិងគណៈបកប្រជាជនកម្ពុជាតាមពិតអ្វីដែលជាការរកឃើញរបស់លោក Jacob Sims នេះវាគ្រាន់តែជាការស្រាវជ្រាវរបស់លោកតែប៉ុណ្ណោះតែយ៉ាងណារដ្ឋាភិបាលកម្ពុជាម្ដងហើយម្ដងទៀតនៅតែចាត់ទុកថាគេបានចាត់ការឲ្យมันមានពាក់ព័ន្ធអីនឹងការគប់គិតគ្នាជាមួយនឹងពួកអក្រិតជនទាំងអស់នេះអញ្ចឹងទៅលោក Jacob ចង់និយាយថាសូម្បីតែការដោះលែងលោកកម្មសុខាឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឬក៏ថាមិនជាប់ឃុំក្នុងផ្ទះហើយនៅតែរដ្ឋបិទសិទ្ធិសេរីភាពនយោបាយរបស់លោកកម្មសុខាអស់មួយជីវិតនេះវាជាការដោះលែងមួយផ្នែកនេះក៏ដោយហ្នឹងគឺបានន័យថាទាំងអស់នេះគឺកើតឡើងដោយសារសម្ពាធអន្តរជាតិទេហើយសម្ពាធអន្តរជាតិនេះលោកសម្ដៅទៅលើសហរដ្ឋអាមេរិកច្រើនជាងដែលដាក់សម្ពាធខ្លាំងតាំងពីបង្កកទ្រព្យសម្បត្តិលោក Gen Z អស់ជាង$15,000 លានក្នុងរូបភាពជារូបិយវត្ថុ Bitcoin ស្អីហ្នឹងព្រោះបើតាមលោក Jacobs គឺប្រព័ន្ធលាងលុយឬក៏ប្រព័ន្ធឆបោកអនឡាញនេះគឺមានភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយនឹងក្រុមគ្រួសារតកូលហ៊ុនឬគណៈបកប្រជាជនកម្ពុជាដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចការពារក្រុមគ្រួសារតកូលហ៊ុនឲ្យកាន់អំណាចបានទើបបានជាសហការគ្នាជាមួយមន្ត្រីទាំងអស់នេះមិនមែនត្រឹមតែលោក Gen Z ទេគឺមានអ្នកអង្គការ2 3នាក់ទៀតនៅក្នុងនោះដោយទាំងលោកកុកអាននិងលោកលីយ៉ុងផាត់ផងហើយរឿងនេះគឺមែនតើអ្វីដែលជាការរកឃើញរបស់លោក Jacob សេរីការប្រាប់សមាជិកសភាអាមេរិកនេះហ្នឹងគឺវាស្របគ្នាទៅនឹងអ្វីដែលរដ្ឋាភិបាលអាមេរិកធ្លាប់បានរកឃើញនឹងឈ្មោះបុគ្គលជាច្រើននៅប្រទេសកម្ពុជាហើយលោកបន្តទៀតថាសម្ពាធក៏បានធ្លាក់ផ្ទួនគ្នានៅពេលដែលបញ្ហាឆបបោកអនឡាញនេះប៉ះពាល់ដល់ជនជាតិអាមេរិកដូច្នេះហើយបានកម្ពុជារងសម្ពាធនៅក្នុងការដែលចាប់លោក Gen Z ដើម្បីចាត់ការឲ្យខ្លះប៉ុន្តែមិនចាត់ការនៅប្រទេសកម្ពុជាទេបញ្ជូនទៅចិនទៅវិញតែអាហ្នឹងក៏លោកគិតថាជាការរងសម្ពាធហើយនឹងរហូតដល់ចុងក្រោយនេះគឺត្រូវការដោះលែងលោកកម្មសុខាឲ្យត្រឹមតែនៅក្រៅឃុំដកហូតសិទ្ធិនយោបាយគាត់អស់ហ្នឹងក៏អាចមកពីសម្ពាធរបស់អន្តរជាតិជួយច្រើនដែរតាមពិតលោក Jacob មានអត្ថបទស្រាវជ្រាវរបស់គាត់ច្រើនប៉ុន្តែពេលវេលាខ្លីខ្ញុំគ្រាន់តែសង្ខេបត្រឹមថាគាត់បង្ហាញឲ្យឃើញអំពីរចនាសម្ព័ន្ធដឹកនាំរដ្ឋដែលចិញ្ចឹមក្រុមអក្រិតជនដើម្បីប្រយោជន៍ឲ្យផ្គត់ផ្គង់សេដ្ឋកិច្ចរបស់គណៈបកកណ្ដាលអំណាចនេះឲ្យនៅថិតថេរអាចបន្តការក្រាញអំណាចតទៅទៀតអានេះអ្វីដែលលោក Jacob ចង់និយាយមិនមែនដើម្បីប្រយោជន៍ប្រជាជាតិខ្មែរទេគឺដើម្បីប្រយោជន៍ក្រុមគ្រួសារប៉ុន្តែយើងឮសារថ្មីនេះពីលោកហ៊ុនសែនប្រហែលជាមួយអាទិត្យមុនលោកថ្លែងសារថាអ្នកណាចោទកម្ពុជាថាជួយផ្គត់ផ្គង់ការឆបោកអនឡាញហ្នឹងគឺជារឿងមិនត្រឹមត្រូវទេថាកម្ពុជាមិនខ្វះលុយដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចមិនចាំបាច់ពឹងលើការឆបោកអនឡាញរហូតដល់លោកសួរសំណួររបៀបសាមញ្ញមួយដែលធ្វើឲ្យគេអស់សំណើចគ្រប់គ្នាសួរថាគាត់ឆ្ងល់ណាស់ហេតុអីបានជាពួកឆបោកហ្នឹងមកប្រសេកប្រសាចហើយអត់ប៉ាសពតទៀតអត់មានលិខិតឆ្លងដែរហេតុអីបានចូលបានមកស្រុកខ្មែរច្រើនម៉េះគាត់សួរអញ្ចឹងហើយអ្នកណាអ្នកដឹកនាំប្រទេសនឹងកូនគាត់ហ្នឹងក្រុមគ្រួសារគាត់ឲ្យគាត់មកសួរអញ្ចឹងហើយបើគេចូលមកក្នុងផ្ទះយើងពេញហើយទៅយើងទៅបើកដាវសួរអ្នកដតីថាអ្នកណាបើកទ្វារឲ្យពួកអស់នេះចូលមកមានតែក្រុមគ្រួសារបងប្អូនសាច់ញាតិអ្នកនៅក្នុងផ្ទះហ្នឹងឯងមានអ្នកណាបើមិនលោកហ៊ុនសែនហ៊ុនម៉ាណែតឬក៏អ្នកណាដែលជាអ្នកនៅក្នុងផ្ទះហ្នឹងឯងអ្នកណាបើកបើយើងទ្វារយើងបិទចិត្តគេចូលកើតដែរអញ្ចឹងបានថាវាពិបាកមែនតើតែយ៉ាងណាបងប្អូនតាមដានតទៅទៀតហើយមុខមាត់កម្ពុជានឹងវាស្អុយអាសោចលើឆាកអន្តរជាតិនៅសាអញ្ចឹងហើយដល់ពេលអញ្ចឹងនៅពេលដែលយើងកំពុងតែមានរឿងកំពុងតែលងទឹកកំពុងតែអត់មានអ្នកជួយយើងបំផ្លាញខ្មែរគ្នាឯងអត់មានត្រាប្រណីទេលោកកម្មសខាដោះលែងចេញពីឲ្យនៅជាប់គុកនៅក្នុងផ្ទះមកជាប់គុកឥតចិញ្ចាំងនៅក្រៅវិញមួយយ៉ាងទៀតអត់ឲ្យធ្វើនយោបាយអត់ឲ្យគាត់ដើរទៅឆាកអន្តរជាតិដើម្បីគៀកក៏រកការជួយគ្រប់គ្រងខ្មែរនឹងឲ្យដឹងថាយើងនឹងឥឡូវហ្នឹងមានការផ្សះផ្សាជាតិអត់គឺផ្ដាច់ផ្ដិលជីវិតនយោបាយឲ្យគាត់នៅស្លាប់គេយើងរស់ដូចស្លាប់អញ្ចឹងទៅអាហ្នឹងគេមើលឃើញយើងអាក្រក់ទៀតហើយនៅពេលដែលយើងអាក្រក់យើងបែកបាក់ជាតិយើងឆ្លោះគ្នាអត់មានទីបញ្ចប់ងើបមួយវាយមួយឥឡូវចាប់សកម្មជនដាក់គុកទៀតហើយម្នាក់ទៀតជាសកម្មជនគណៈបកប្រឆាំងគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកសំទោសអង្គការលីកាដូថាសកម្មជននិងអតីតបេក្ខជនក្រុមប្រឹក្សាស្រុកនៃគណៈបកឆន្ទៈខ្មែរគឺលោកច័ន្ទជាតិ
ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល10ឆ្នាំពីបទប្រគល់ឲ្យរដ្ឋបរទេសនៅព័ត៌មានជាអាតដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិដែលដោយសារការផ្ដន្ទាទោសនេះធ្វើនៅថ្ងៃទី13ខែឧសភា2026កន្លងទៅពីសាលាដំបងខេត្តបន្តមានជ័យសំទុបប្រទីមានជ័យនោះលោកជាតិគឺត្រូវបានចាប់ខ្លួនក្រោយបានទៅថតរូបនិងវីដេអូនៅកន្លែងដែលថៃបានដាក់បារះនៅជញ្ជាំងព្រំដែនកម្ពុជានៅជាប់ព្រំដែនកម្ពុជាក្នុងខេត្តប្រទីមានជ័យក្នុងខែកញ្ញា2025ក្រោយរយៈពេលជាង1ខែបន្ទាប់មកមានកិច្ចព្រមព្រៀងបាត់ឈប់បាញ់រវាងកម្ពុជានិងថៃលើកទី1ចូលជាធរមានលោកជាតិប្រកបរបរជាអ្នករត់តាក់ស៊ីតាមព្រំដែនកម្ពុជានិងថៃហើយលោកត្រូវបានចាប់ប្រកាន់ជាមួយបទចោទពាក់ព័ន្ធនឹងអំពើក្បត់ជាតិដែលធ្វើឡើងតាមរយៈភស្តុតាងនៅក្នុងទូរស័ព្ទរបស់លោកដែលបានចែកចាយពីទីតាំងរបស់គាត់ជាមួយនឹងជនជាតិថៃបើទោះបីជាយ៉ាងណាលោកជាតិបានអះអាងថាភស្តុតាងដែលយកបានមកចោទប្រកាន់លោកនោះគឺតាក់ទងនឹងការប្រកបអាជីវកម្មជីវិតរត់តាក់ស៊ីតែប៉ុណ្ណោះពុំមែនជាការចែករំលែករឿងព្រំដែនអីនោះទេបាទឃើញហើយយើងចាប់គ្នាឯងដាក់គុកដាក់ច្បាប់អីចឹងទៅហើយថៃវិញថ្ងៃនេះគឺបានរឹតចំណងជាមួយនឹងវៀតណាមឃើញទេនៅពេលដែលយើងផ្ដាច់ស្ពានថៃចោលយើងឆ្លោះគ្នាជាមួយថៃគ្រួសារតកូលថាក់ស៊ីនយើងបញ្ចេញខ្សែអាត់វីដេអូសម្លេងសន្ទនាគ្នាជាមួយអ្នកស្រីបៃថងឋានយើងវាយប្រហារលោកថាក់ស៊ីនដើម្បីឲ្យជាប់គុកបានមួយឆ្នាំដែរឥឡូវគេដោះលែងមែនប៉ុន្តែដោយសារបានលោកហ៊ុនសែនជួយនឹងបានលោកថាក់ស៊ីនបានជាប់គុកបាន6ខែដែរ8ដូចជា8ខែបាទអញ្ចឹងឥឡូវនេះយើងស្រាក់លុបស្ពាននឹងចោលអស់សហគមន៍អន្តរជាតិក៏គេមិននៅខាងកម្ពុជាលាក់នឹងលាក់វៀតណាមលោកតូលឹមដែលជាមេដឹកនាំវៀតណាមទៅទស្សនកិច្ចនៅថៃចាប់ដៃលោកអនុទិនច័ន្ទវរៈគុលហើយថ្ងៃនេះគឺគេដំឡើងកម្រិតទំនាក់ទំនងប្រទេសវៀតណាមនិងថៃដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឃើញនៅឃើញគេហ៎បានន័យថាថៃគេទៅជួបគ្នាអញ្ចឹងគេនិយាយអំពីការរឹតចំណងគ្រប់ជ្រុងជ្រោយវៀតណាមហ្នឹងក៏ជាមិត្តដៃថែប10000ឆ្នាំរបស់ខ្មែរដែរប៉ុន្តែយកដីខ្មែរយកអីអញ្ចឹងទៅឬក៏យ៉ាងម៉េចដល់ពេលឲ្យថៃឆ្លោះគ្នាជាមួយខ្មែររឿងព្រំដែនស្ងាត់ឲ្យឆឹងព្រោះហ៊ានមាត់អីបើខ្លួនឯងមានបញ្ហាញ៉ៃព្រំដែនខាងកើតដែរអញ្ចឹងវាអត់មាននរណាជួយខ្មែរបានសោះឥឡូវគេទៅរឹតចំណងស្អីណាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអីហើយយើងកាន់តែឯកោទៅហើយនៅក្នុងពេលជាមួយគ្នានឹងអត់ព្រមផ្សះផ្សាជាតិនឹងឲ្យពិតប្រាកដទៀតនៅតែររឿងរទុកបុកម្នេញគ្នានឹងបំផ្លាញគ្នានឹងបន្តិចទៀតហ្នឹងគឺថាហែកអញ្ញាចិត្តបោះឆ្នោតឃុំសង្កាត់ចាំមើលអារឿងព្រំដែនទុកម្ដុំយើងលាត់សរងខាក់គ្នាឬក៏ជេរបចោលគ្នាសិននៅស្រុកខ្មែរនេះចាំមើលបន្តិចទៀតទៅទៀតហើយបងប្អូនអត់មានខុសឲ្យព្រោះដែរយើងធ្វើតែអញ្ចឹងសិលធម៌របស់យើងនឹងក៏ធ្លាក់ចុះហៅឡើងលឺទៅទៀតហើយសិលធម៌ធ្លាក់ចុះហ្នឹងបងប្អូនហើយថ្ងៃហ្នឹងខ្ញុំស្រក់ទឹកភ្នែកព្រោះខ្ញុំធ្លាប់ធ្វើគ្រូបង្រៀនដែរឃើញអ្នកគ្រូហើយនឹងនាយកសាលាឆ្លោះគ្នានៅក្នុងបន្ទប់ប្រជុំនៅអាច្បារអំពៅហ្នឹងអនិច្ចាបទុប្រធាងធម្មោតើយើងរស់រហូតដល់ពេលណា